Okay, let's go មកជួបគ្នាសាជាថ្មីទៅនៅវីដេអូប្រភេទឡានដឹកដីនៅកម្ពុជា Okay, let's go នេះចំណុចខាងនេះប្រភេទឡានក្លុកស៊ីម៉ងឡានក្លុកស៊ីម៉ងធ្វើបំពេញការងារនៅប្រភេទសំណង់ការសាងសង់ Okay, let's go ហើយឡានក្លុកស៊ីម៉ងនៅស្អាតបានស្អាតកង់រត់ប្រមាណទេតកែបើកខ្លួនឯងទាំងអស់ទេនេះតកង់មានតែមួយទេបើកខ្លួនឯងបើម្ដងបើកឡានម្ដងបើអាឡូកណ្ដីនេះខ្ញុំម្ដងបើកសាសននេះជួនកាលទៅបើកទាំងអស់មានទាំងបើកទាំងអេស្កាតូចអេស្កាធំឡានបេអងបែនឡានបានកង់10ឡានយី10នេះក៏បើកដែរបាទអូខេ let's go មកមើលវិសកម្មភាពឡានបែនឡានដីអូខេទៅគ្រឿងចាក់នេះកំពុងតែស្ទះការវាខ្វះតកង់ចាន់ទី1បញ្ហាអត់តកង់នេះមិនមែនថាយកពិបាកជាមួយតកង់ទេបាទអូខេទី1ដោយសារតែវាមិនសូវមានអីវ៉ាន់ដឹកដល់អញ្ចឹងយើងឲ្យតកង់សម្រាប់សិនទី1ហើយទី2នោះវាតកង់វាតកង់គាត់សម្រាប់ទៅគាត់អត់លុយចាយអីចឹងទៅក៏រកកាំងឯកន្លែងថ្មីធ្វើមួយរយៈដល់ចឹងដាច់កាំងងារយើងបើហាប៉ាត់ចូលវិញដល់ចឹងត្រូវការតកង់ថ្មីជាច្រើននេះបាទអូខេ let's go នេះឡាននេះក៏ត្រូវការអាឡូកាន់ដីនេះក៏ត្រូវការអាខ្សែសើនេះក៏ត្រូវការX នោះក៏ត្រូវការ X ធំនោះក៏ត្រូវការហើយឡានបេអងបែតក៏ត្រូវការដែរបានបេអងបែតនៅស្អាតនៅភ្លឹងចំណុចឡានម៉ាកហ៊ីណូជ្រឹមនេះក៏ត្រូវការតកង់ដែរហើយម៉ាកហ៊ីនដៃនេះក៏ត្រូវការតកង់ដែរបាទអូខេ let's go អូខេប្រភេទឡានទាំងអស់នេះត្រូវការតកង់នៅតំបន់រោងចក្រខេស៊ីមែននៅកំពតអូខេ let's go បងប្អូនបានមើលហើយកុំភ្លេចជួយចុច like និង subscribe channel YouTube ខ្ញុំអ្នកមួយខ្ញុំបាទដើម្បីទទួលបាននៅវីដេអូថ្មីទៀតអូខេ let's go និងកុំភ្លេចជួយចុច share ផងដើម្បីឲ្យក្រុមតកង់ឡានយើងទាំងអស់គ្នាបានឃើញនៅវីដេអូរបស់ខ្ញុំដើម្បីឲ្យគាត់បានរកការងារធ្វើអូខេ let's go កុំឲ្យស្ទះការបងប្អូនដើម្បីឲ្យគាត់មានប្រាក់កម្រៃទាំងអស់គ្នាបាទអូខេ let's go thank you very much and like for subscribe channel YouTube me okay let's go thank you very much bye